បាទសូមស្វាគមន៍មកកាន់ Channel Trubus Suite PC ម្ដងទៀតអញ្ចឹងកាលពីថ្ងៃមុនខ្ញុំបានបង្ហោះវីដេអូមួយទាក់ទងជាមួយនឹងអឺ Windows Server អញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយទៀតជូនអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការ comply Windows Server ទៅជា Active Directory អញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាសូមបើក server ដែលអ្នកទាំងអស់គ្នាបានធ្វើពីមុនមកហើយយើង log in បន្ទាប់ពីអ្នកទាំងអស់គ្នា log in ហើយដើម្បីคลายខ្លួនទៅជា server បានមានន័យថាដើម្បីកំប្លែងខ្លួនទៅ Active Directory បាន server ត្រូវការ requirement នោះគឺត្រូវការមាន IP address និងឈ្មោះរបស់ server ដើម្បីយកទៅប្រើប្រាស់ជា Active Directory បានហើយយើងយកទៅ apply ទៅជា domain controller អញ្ចឹងដំបូងអ្នកទាំងអស់គ្នាសូមចូលទៅកាន់ Windows O ដើម្បីយើងចូល run ហើយយើងវាយពាក្យថា ncpa.cpl តើមកអ្នកទាំងអស់គ្នាចុច OK បន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញមានពាក្យ Ethernet ដែលយើងហៅថា network ហ្នឹងចឹងអ្នកចុច mouse ស្ដាំយកពាក្យថា property បន្ទាប់មកអ្នកទាំងអស់គ្នា double click នៅលើ Internet Protocol version 4រួចអ្នកទាំងអស់គ្នាយក use the following IP address អ្នកទាំងអស់គ្នាអាចវាយលេខ IP ចូលចឹងខ្ញុំដាក់ដើម្បីងាយស្រួលចាំគឺ192.168.1.2 Windows.2 ចឹង default subnet mask គឺ default 255.255.0 default gateway គឺខ្ញុំដាក់ 192.168.1.1 gateway នេះគឺដាក់ដើម្បីងាយស្រួលឲ្យ client អាចភ្ជាប់មក server បាននៅពេលដែលអ្នកទាំងអស់គ្នា apply ទៅជា domain controller ហើយឬក៏គេហៅថា Active Directory ហើយនោះយើងត្រូវការ client ដើម្បីភ្ជាប់ជាមួយអញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើពីរបៀប setup Windows client ឬក៏ Windows 11ហ្នឹងដើម្បីឲ្យ connect មកចូលក្នុង AD ដែលយើងកំពុងតែបង្កើតនេះអញ្ចឹងកន្លែងតាក់ទងជាមួយនឹង DNS server យើងដាក់ 192.168.1.2 ដោយសារ DNS server នេះគឺជា IP របស់ server យើងយកទៅប្រើសម្រាប់ក្នុងការប្រើប្រាស់ join domain អញ្ចឹងតបមកអ្នកទាំងអស់គ្នាចុច OK តបមកយើងចុច OK ដើម្បីឲ្យវា verify កន្លែងនេះហើយអ្នកទាំងអស់គ្នាអាច close ចុះទី2អ្នកទាំងអស់គ្នាសូមចូលទៅក្នុង key window អក្សរ I បន្ទាប់មកសូមចូលទៅក្នុង about ចូលទៅ about ហើយយើងយកពាក្យថា domain over group ហើយយើងចុចទៅលើ change កន្លែងនេះខ្ញុំសូមដូរថា win server ដាក់ថា win server ខ្ញុំចុច OK ទៅខ្ញុំ restart បន្ទាប់ពី restart រួចរាល់អ្នកទាំងអស់គ្នានឹងអត់ផ្ទាំង login ពីអ្នកទាំងអស់គ្នា restart រួចហើយអ្នកទាំងអស់គ្នាអាច login ចូលឃើញទាំង login យើង login ពីអ្នក login ហើយអ្នកដែលសូមចូលមក manage យើងយកពាក្យថា add rule and filter ដើម្បី apply service ជូន Active Directory តោះមកអ្នកទាំងអស់គ្នាចុច next អញ្ចឹងអ្នកទាំងអស់គ្នាចុច next ទៀតអញ្ចឹងអ្នកទាំងអស់គ្នាអាច verify បានមុននេះខ្ញុំបានដូរទៅ Win server ហើយខ្ញុំបានដាក់ថា 192.168.1.2 អញ្ចឹងវាមានអត្តសញ្ញាណហើយមានទី1គឺឈ្មោះរបស់ server ទី2គឺ IP address របស់ server អញ្ចឹងអ្នកទាំងអស់គ្នាចុច next មកតោះមកយើងទៅយកចំណុចទី2គឺយើងទៅយក Active Directory Domain Service អញ្ចឹងអ្នកទាំងអស់គ្នាសុំ tick មកបន្ទាប់មកយើងចុច add filter តោះមកយើងចុច next អញ្ចឹងអ្នកទាំងអស់គ្នាចុច next ចុច next ទៀតគឺយើងចុច install អញ្ចឹងនៅពេលដែលយើង install ចប់យើងនឹងត្រូវទៅ apply domain controller ដើម្បីឲ្យ server យើងមានសិទ្ធិពេញលេញទៅជា Active Directory អញ្ចឹងដែលយើងកំពុងតែ apply នេះគឺយើង apply ទៅលើ service របស់ AD អញ្ចឹងបន្ទាប់ពី finish រួចរាល់ខ្ញុំសូមចុច close បន្ទាប់មកអ្នកទាំងអស់គ្នាអាចទៅ apply សិនបើសិនជា apply យើង apply domain controller
យើង remote មានន័យថាយើង promote ទៅ server through domain controller បើមិនយើង promote អត់ទៅទេអ្នកទាំងអស់គ្នាអាច restart មួយ restart server យើងមួយដើម្បីឲ្យវាដើរធម្មតាណាចឹងតាមពិត requirement គេត្រូវការ pending restart នេះចឹងអ្នកទាំងអស់គ្នាអាច restart មួយសឹងទៅបានដែរមុនយើងទៅ apply promote the server to domain controller ចឹងខ្ញុំសូម restart server មួយសិនដើម្បីកុំឲ្យមានបញ្ហាខ្ញុំសូម restart មកដោយសារ requirement របស់វាត្រូវការ restart ចឹងអ្នកទាំងអស់គ្នាចុច restart មកអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់ restart ចូលដល់ផ្ទាំង login សូម login ទាំងអស់អញ្ចឹងពេលដែល app មកវិញ restart ហើយយើងផ្ទាំង login បន្ទាប់ពីអ្នកទាំងអស់គ្នា login ហើយយើងនឹងទទួលបានផ្ទាំង dashboard របស់ server manager មកយើង waiting វាសិនទៅ waiting service នេះហៅថា waiting service ចឹងនៅពេលដែល service app រួចរាល់អ្នកទាំងអស់គ្នានឹងឃើញមានសញ្ញាឧទាហរណ៍មួយនៅកន្លែង notification នេះអ្នកទាំងអស់ចុចលើវាអ្នកទាំងអស់គ្នាយកពាក្យថា promote the server to domain controller ចឹងខ្ញុំសូមចុចលើនឹងមកចឹងកន្លែងនេះមាន3ទី1គឺ add domain controller to an existing domain ចឹងមានន័យថាកន្លែងនេះអ្នកទាំងអស់គ្នាមានឈ្មោះ domain រួចហើយប៉ុន្តែអ្នកទាំងអស់គ្នាចង់ទៅបង្កើត controller ដើម្បីមក control ទៅលើ domain ដែលអ្នកទាំងអស់គ្នាមានចាស់ទី2គឺអ្នកទាំងអស់គ្នាទៅ add domain ថ្មីដែលឲ្យវាជាន់ទៅលើ domain ចាស់ដែលទាំងអស់គ្នាដូចគ្នាហើយទី3យើងយកទី3ដោយសារទី3គឺអ្នកទាំងអស់គ្នាទៅបង្កើត domain ថ្មីអញ្ចឹងកន្លែងនេះគឺជាឈ្មោះ domain របស់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសូមដាក់ឈ្មោះ domain របស់ខ្ញុំសូមដាក់ថារបស់ suit pc ខ្ញុំប្រើ .com ដោយសារ .com គឺជា company បើអ្នកទាំងអស់គ្នាដាក់ .org គឺជាប្រភេទ organization បើអ្នកទាំងអស់គ្នាដាក់ edu ជាប្រភេទ education អញ្ចឹងខ្ញុំសូមដាក់ជា troubleshootpc.com តើមកអ្នកទាំងអស់គ្នាចុច next តើពីអ្នកទាំងអស់គ្នាចុច next ហើយអ្នកទាំងអស់គ្នាត្រូវដាក់វាយ password អញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែង password នេះអ្នកទាំងអស់គ្នាអាចដាក់ដោយ password ដំបូងមានន័យថាដោយ password អ្នកទាំងអស់គ្នា login ដំបូងតើមកអ្នកទាំងអស់គ្នាចុច next តើមកយើងចុច next ទៀតអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញគេចេញមកគេដាក់ថា troubleshoot PC អញ្ចឹង troubleshoot PC នេះគឺជាឈ្មោះ domain របស់ខ្ញុំអញ្ចឹងខ្ញុំចុច next តើមកខ្ញុំចុច next អញ្ចឹងអ្នកទាំងអស់ចុច next ទៀតមកអញ្ចឹងតាក់ទងជាមួយនឹងpre requirement តែឆែកនេះគឺយើងនឹងទៅ verify បើសិនជាអ្នកទាំងអស់គ្នា ready អញ្ចឹងអ្នកទាំងអស់គ្នានៅពេលដែលអ្នកឃើញ tick នៅកន្លែងនេះមានន័យថាអ្នកទាំងអស់គ្នា ready ហើយមានថាយើងបានផាសហើយក្នុងការ apply controller ឲ្យ ID របស់យើងអញ្ចឹងអ្នកទាំងអស់សូមចុច install មកអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាចុច install កន្លែងនេះវានឹង automatically ទៅ restart មានន័យថា server នឹង restart តែខ្លួនឯងនៅពេលដែល finish set up រួចរាល់អញ្ចឹងយើងចាំឲ្យ finish ទាំងអស់គ្នាទៅហើយយើងបន្ទាប់ពី restart មកវិញអ្នកទាំងអស់គ្នានឹងឃើញផ្ទាំងមានន័យថាយើងនឹងឃើញផ្ទាំងរបស់ Windows Server យើងដែលយើង apply ទៅជា Active Directoryអញ្ចឹងកន្លែងនេះគឺវា close auto បន្តិចអ្នកអាចចុច close ក៏បានអញ្ចឹងវានឹង restart ជូនអ្នកទាំងអស់គ្នាអញ្ចឹងនេះវានឹង restart auto អញ្ចឹងបន្ទាប់ពី restart យើងរងចាំទាំងអស់គ្នាអញ្ចឹងលេខដោយសារខ្ញុំប្រើជា server អញ្ចឹងវា restart ជូនអ្នកទាំងអស់គ្នាយើង waiting រហូតដល់ផ្ទាំងយើង login ម្ដងទៀត
ចឹងនេះយើងពេលដែលយើង restart fly ទៅអ្នកទាំងអស់គ្នា waiting កន្លែងនេះយើង waiting រហូតដល់ផ្ទាំងយើង login វិញដើម្បីយើង login ចូលទៅ server យើងវិញណាយើង apply ID បានហើយចឹងយើងរងចាំទាំងអស់គ្នាទៅបាទចឹងនេះកន្លែងនេះនៅពេលដែលអ្នកទាំងអស់គ្នា restart មកវិញអ្នកទាំងអស់គ្នានឹងឃើញកន្លែងនេះគេដាក់ថា Troubleshoot PC Administrator ចឹងនេះមានន័យថាខ្ញុំបាន join domain ready អញ្ចឹងយើង login ទៅមើល server យើងទាំងអស់គ្នាខាងក្នុងថាតើយើងបានភ្ជាប់ទៅជា domain ហើយចឹងយើងអាចចុច key window អក្សរ I ដើម្បីទៅ verify ចឹងខ្ញុំអាច scroll ចុះក្រោមហើយខ្ញុំយកបោចចឹងកន្លែងនេះអ្នកទាំងអស់គ្នាចូលតិចភាសាវាត្រូវ connect សារថ្មីបាទចឹងកន្លែងនេះអ្នកទាំងអស់គ្នានឹងឃើញវាអ្នកទាំងអស់គ្នាខល key window អក្សរ I អ្នកគ្នាអាចចូលមកកន្លែង domain our group ពេលនោះអ្នកទាំងអស់គ្នានឹងឃើញខ្ញុំបានដាក់ឈ្មោះ computer ឬក៏ឈ្មោះ server ខ្ញុំទៅជា win server ពេលនោះអ្នកទាំងអស់គ្នានឹងឃើញវា dot កតុយជូននោះគឺ .troubleshootpc.com អញ្ចឹងពេលនេះ server របស់ខ្ញុំមានន័យថា server ខ្ញុំបាន apply active directory ហើយគឺយើងហៅថា AD ហើយខ្ញុំបានដល់សិទ្ធឲ្យវាមានសិទ្ធមួយគេហៅថា control គឺ domain controller អញ្ចឹងសម្រាប់វីដេអូខ្ញុំចប់ប៉ុណ្ណេះអញ្ចឹងខ្ញុំនឹងចេញវីដេអូក្រោយទាក់ទងជាមួយនឹងការបង្កើត user ហើយការ connect ពី client ដែលយើងអាចហៅថា Windows 10 ឬក៏ Windows 11អញ្ចឹងខ្ញុំនឹងយក Windows 11មកភ្ជាប់ជាមួយនឹង server របស់ខ្ញុំនេះដោយសារ Windows 10គឺយើង expire មានន័យថាយើងout of date ទៅលើ security ឬក៏ patch ហើយចាប់ពីថ្ងៃ14នេះទៅអញ្ចឹងខ្ញុំសូមចប់វីដេអូទៅប៉ុណ្ណេះ